បាទប្រិមិត្តយើងមកតាមដានអំពីការរស់ស៊ីឬក៏យើងនៅមួយកន្លែងសិននៅក្នុងគណៈពេលដែលស្ថានភាពសេដ្ឋកិច្ចរបស់យើងក្នុងប្រទេសកម្ពុជានេះហាក់ដូចជាមើលទៅមានភាពតែងទៅលើផ្នែកសេដ្ឋកិច្ចហើយជាពិសេសគឺនៅលើពិភពលោកតែនៅក្នុងនេះគឺមានជំរឿសមួយមានបងប្អូនមួយចំនួនដែលមានលុយច្រើនមានន័យថាតើយើងគួរធ្វើការវិនិយោគឬក៏រក្សាទុកលុយកន្លែងសិនរងចាំឲ្យស្ថានភាពសេដ្ឋកិច្ចហាក់ដូចជាមានស្ថិរភាពឬក៏នៅក្នុងមុខជំនួយណាដែលមានការនឹងណល្អឬក៏មានទីផ្សារល្អខ្ពស់ដែលអាចទទួលបានផលចំណេញនៅក្នុងនោះគឺមានជំរើសធំ3ដែលយើងអាចសាកល្បងនៅក្នុងការពិចារណាបើសិនជាបងប្អូនមានទឹកប្រាក់ទីហោថាមាន$10,000ចុះយើងទុក$10,000ហ្នឹងនៅរក្សាដើម្បីស្ថិរភាពឬក៏យើងការបត់បែនទៅលើការវិនិយោគតាមស្ថានភាពដែលយើងអាចគ្រប់គ្រងអំពីស្ថានភាពបានដើម្បីទទួលផលចំណេញឬក៏យើងទុកលុយនឹងឲ្យរក្សាកុំឲ្យមានហានិភ័យក្នុងនោះគឺបើយើងពិនិត្យទៅបើសិនជាយើងទាន់រកចំណុចការគ្រប់គ្រងទៅលើមុខជំនួញឬក៏ការវិនិយោគណាឲ្យបានច្បាស់លាស់ទេការរក្សាទុកសាច់ប្រាក់គឺជាកម្រិតមួយដែលល្អហើយបើសិនជាបងប្អូនមានភាពច្បាស់លាស់ហើយចេះបត់បែនទៅតាមស្ថានភាពមុខជំនួញក្តាប់អំពីមុខជំនួញបានយើងគួរតែមានការដកនៅសាច់ប្រាក់នៅក្នុងកម្រិតណាមួយដើម្បីធ្វើការវិនិយោគឧទាហរណ៍ដូចជាការវិនិយោគដែលសំខាន់ដែលងាយចំណេញហើយបើសិនជាយើងធ្វេសប្រហែសក៏អាចងាយនឹងខាតហើយក៏មិនសូវជាមានការស្មុគស្មាញនៅក្នុងការបង្កើតនៅហេដ្ឋារចនាសម្ព័ន្ធដូចជាធ្វើជារោងចក្រឬក៏កម្មករអីច្រើនប្រមាណនោះគឺការវិនិយោគទៅលើការទិញមាសដែលបច្ចុប្បន្ននេះគឺដូចប្រិមិត្តបានដឹងហើយអ្នកខ្លះក៏កាក់កបទៅទិញមាសទៅចំណេញច្រើនគ្រាន់តែមានការទិញហើយក៏រក្សាទុកដើម្បីយកការឡើងថ្លៃវាអត់ទៀងដែរពេលខ្លះយើងទិញហើយក៏វាធ្លាក់ថ្លៃទៅវិញនេះគឺជាកម្រិតមួយក៏មានហានិភ័យដែរដូច្នេះហើយត្រូវការស្គាល់អំពីមុខជំនួយនេះឲ្យបានច្បាស់ជាមុនសិនមួយទៀតតាក់ទងទៅនឹងការវិនិយោគទៅលើចលនាទ្រព្យពីព្រោះថានៅក្នុងប្រទេសកម្ពុជាយើងនេះវិស័យអចលនទ្រព្យនេះក៏ងាយចំណេញស្រួលហើយក៏វាងាយនឹងខាតដែរន័យថាកាលពីមុនមកបងប្អូនដែលទិញដីទិញផ្ទះគឺគ្រាន់តែទិញភ្លាមគឺចំណេញភ្លាមតែម្ដងគេអាចនឹងទុកយូរបន្តិចនឹងចំណេញផងដែរក៏ប៉ុន្តែប្រហែលឆ្នាំមកនេះគឺដោយសារតែទីផ្សារអចលនទ្រព្យនេះក៏វាហាក់ដូចជាធ្លាក់មកវិញហើយធ្លាក់ហ្នឹងមិនមែនតែនៅកម្ពុជាយើងទេនៅលើពិភពលោកផងដែរហើយនៅក្នុងនោះមានរបាយការណ៍ពីអ្នកដែលរកស៊ីមុខចំនួនផ្នែកអចលនទ្រព្យមួយចំនួនក៏មានការខាតបង់ច្រើនផងដែរហើយក៏មានមួយចំនួនក៏នៅតែចំណេញអំពីអចលនទ្រព្យនេះដែរដោយក្នុងនោះគឺអ្នករកស៊ីធំដូចជាអង្គការធំគឺសុទ្ធតែមានប្រាក់វល់ពាន់លានដុល្លារហ្នឹងក៏ខ្លះក៏រកស៊ីទៅមានស្ថិរភាពរបស់គាត់มันមានហានិភ័យប្រមាណនោះទេប៉ុន្តែសម្រាប់អ្នកចំនួនថ្មីឬក៏គ្មានធនធានដើម្បីក្តោបទៅលើការវិនិយោគនឹងបានពេញលេញវាអាចប្រឈមមុខទៅនឹងហានិភ័យទៅលើការខាតបង់ឬក៏ខ្សែធនផងដែរក៏ប៉ុន្តែនៅក្នុងពេលនេះគឺយើងមិនមែនលើកយកសម្រាប់ការសិក្សាអំពីសម្រាប់អ្នកចំនួនធំដូចជាអង្គការដែលមានលុយរាប់ពាន់លានទេយើងគ្រាន់តែយកមកសិក្សាអ្នកដែលមានលុយត្រឹម10,000ចុះមកក្រោមឬក៏ត្រឹម50,000អីថាតើបើយើងមានសល់នៅក្នុងដៃយើងគួរតែហ៊ានប្រឡូកវានៅក្នុងវិស័យទាំងពីរនេះឡើងវិញឬក៏យើងទុកលុយនៅក្នុងផ្ទះនៅក្នុងចំណុចនេះដោយអ្វីដែលយើងបានធ្វើការអត្ថាធិប្បាយក៏ដូចជាមានការវិភាគរួចមកហើយថាបើសិនជាយើងអត់ទាន់ច្បាស់ទេយើងអាចរក្សាទុកលុយនៅក្នុងដៃសិនក៏ជារឿងល្អម្យ៉ាងដែរបើសិនជាយើងអាចសារវានៅក្នុងកម្រិតមួយដែលរកឃើញថានឹងមានមុខចំនួនខ្លះអាចនឹងទម្លាក់នៅក្នុងការវិនិយោគបានយើងគួរតែទម្លាក់ក៏ប៉ុន្តែមិនមែនមានន័យថា10,000នឹងទម្លាក់ទាំង10,000ទេយើងគ្រាន់តែទម្លាក់នៅក្នុងផ្នែកណាមួយដែលយើងអាចយល់ថាគួរតែសាកល្បងគួរតែប្រើប្រាស់វាតាមការបត់បែនជាក់ស្ដែងឧបមាថាឥឡូវយើងមាន10,000ក៏ប៉ុន្តែយើងទុក50,000ដើម្បីរក្សានៅស្ថិរភាពទៅលើហិរញ្ញវត្ថុរបស់យើងហើយយើងយក50,000ដើម្បីបែងចែកនៅក្នុងការទិញទៅលើមាស
ឬក៏ 25,000 ទៀតយើងអាចទិញទៅលើដីឬក៏ទៅលើផ្ទះហើយការទិញនេះគឺយើងមានជាលក្ខណៈវគ្គរបស់វាឧបមាថាឥឡូវយើងទិញមាសនៅក្នុងកម្រិតមួយឥឡូវនេះមាសបើយើងនិយាយទៅវាហាក់ដូចជាឡើងថ្លៃខ្ពស់មួយកម្រិតទៅដល់ 5,550 ក្នុងមួយតម្លឹងហើយបើគិតមកត្រឹមថ្ងៃ25ខែសីហាឆ្នាំ2025នេះយោងទៅតាមរបាយការណ៍នៃការវិភាគអំពីមាសនេះវាអាចនឹងបន្តឡើងថ្លៃទៅទៀតអាចនឹងឈានទៅដល់កម្រិតមួយដូចជាកាលពីថ្ងៃទី29ខែមករាឆ្នាំ2026នោះក៏មានការឡើងរហូតទៅដល់$6,000ជាងក្នុងមួយតម្លឹងហើយគេជឿជាក់ថាវានឹងអាចឡើងបន្តទៅទៀតក៏ប៉ុន្តែបើសិនជាទិញនៅក្នុងពេលនេះក៏វាមិនសូវជាចំណេញប្រមាណទេទិញនេះក៏មិនគួរតែទិញច្រើននោះដែរយើងអាចតេស្តនៅក្នុងចំនួនណាមួយដោយមានការគ្រប់គ្រងអំពីហាងឆេងឬក៏ទីផ្សាររបស់មាសនេះដោយមានបទពិសោធន៍ហើយនឹងមានអ្នកជំនាញជួយពីក្រោយខ្នងនោះផងដែរវាក៏ជារបត់មួយដែលធ្វើឲ្យយើងអាចចែករំលែកនៃការវិនិយោគក្នុងកម្រិតមួយជាជាងយើងទុកលុយមួយកន្លែងមួយទៀតតាក់ទងទៅនឹងការវិនិយោគទៅលើផ្នែកអទ្រព្យហើយនៅក្នុងអចលនទ្រព្យនេះបើសិនជាយើងពិនិត្យទៅវាមាន3ប្រភេទគឺទី1គឺបើសិនជាទិញដីឡូឬក៏ដីណាមួយដើម្បីរក្សាទុកហើយមួយទៀតតើយើងគួរតែទិញផ្ទះឬក៏យើងទិញជាបន្ទប់ខុនដូអីជាដើមតើជំរើសទាំង3ហ្នឹងមួយណាល្អជាងនៅក្នុងចំណុចសំខាន់នេះគិតណាស់ហើយថាបើសិនជាបងប្អូនអាចយល់ថាការទិញទៅលើអចលនទ្រព្យនៅក្នុងផ្នែកមួយដូចជាទិញដីហើយមានឯកសារច្បាស់លាស់ត្រឹមត្រូវហើយមានហានិភ័យនោះទេតម្លៃក៏ទ្រង់ធូរថ្លៃជាងទីផ្សារយើងគួរតែពិចារណានៅក្នុងការរក្សាទិញវាទុកដែរអាចជាការមួយបើសិនជាយើងទិញហើយផ្ទះអីជាដើមយើងអាចជួលបានអាហ្នឹងក៏ជាអាចរកចំណូលមកផងដែរហើយមែនតើទៅបើយើងពិនិត្យទៅលើដីទៅលើផ្ទះពិតណាស់ហើយថានៅក្នុងពេលបច្ចុប្បន្ននេះគឺហាក់ដូចជាចាប់ផ្ដើមងើបឡើងវិញហើយគេជឿជាក់ថាដីនិងផ្ទះនេះគឺវាមិនចុះថោកទេលើកលែងតែអ្នកដែលត្រូវការលក់ជាបន្ទាន់តែប៉ុណ្ណោះហើយបើសិនជាយើងទិញមិនមែនតម្រូវការលក់បន្ទាន់ទេហើយអាចធ្វើអាជីវកម្មបានទៀតគួរតែទិញដីឬក៏ទិញផ្ទះវាមានស្ថិរភាពល្អជាងទិញមាសតែមាសហ្នឹងវាឡើងចុះហើយក៏ចំណេញហ្នឹងក៏វាមិនជាច្រើនប្រមាណនោះដែរនិយាយសរុបទៅគឺការទិញមាសនៅក្នុងអាចចំណាត់ថ្នាក់ជាមធ្យមតែជំរឹះនៅក្នុងការទិញអចលនទ្រព្យដូចជាដីដូចជាផ្ទះយើងអាចជាជំរឹះមួយខ្លាំងជាងការទិញមាសនេះគឺជាអ្វីដែលយើងសិក្សាដោយសារតែផ្ទះឬក៏ដីបើយើងដាក់ជួលវាអាចធ្វើឲ្យយើងមានចំណូលត្រឡប់មកវិញក៏ប៉ុន្តែទិញមាសហើយគឺទិញទុកទិញមាសការពិតទៅសារៈប្រយោជន៍2យ៉ាងទី1គឺដើម្បីរក្សានៅទ្រព្យសម្បត្តិរបស់ខ្លួនឧទាហរណ៍កុំឲ្យលុយដុល្លារហ្នឹងហើមឬក៏សារនៅទ្រព្យសម្បត្តិរបស់ខ្លួននេះគឺជាចំណុចមួយហើយមួយទៀតគឺដើម្បីនៃផលចំណេញនៃការផ្លាស់ប្ដូរនៅក្នុងការលក់ឬក៏ទិញនៅក្នុងចរន្តណាមួយដែលអាចមានការលក់ទិញហ្នឹងគឺជាមុខរបរមួយក៏ប៉ុន្តែការចំណេញវាមិនខ្លាំងដូចជាការទិញដីឬក៏ទិញផ្ទះនោះទេនៅក្នុងពេលបច្ចុប្បន្ននេះបើយើងពិនិត្យទៅផ្ទះនឹងដីឬក៏អចលនទ្រព្យពិតមែនហើយថាវាមិនមានតម្លៃខ្ពស់ដូចកាលពីដែលធ្លាប់ឡើងកាលពីឆ្នាំ2018 19នោះក៏ពិតមែនក៏ប៉ុន្តែសម្រាប់អ្នកមិនត្រូវការលក់ឬអ្នកមិនតម្រូវការនៅក្នុងការប្រើប្រាស់លុយមិនទាន់ទេវាហាក់ដូចជាស្ថិតនៅក្នុងភាពនឹងនៃតម្លៃរបស់វាក៏ប៉ុន្តែវាធ្លាក់តិចតួចតែប៉ុណ្ណោះតែសម្រាប់អ្នកត្រូវការលុយប្រញាប់មានន័យថាតម្លៃវាអាចធ្លាក់ច្រើនអញ្ចឹងអ្នកអាចទិញសម្រាប់អ្នកដែលត្រូវការលក់ប្រញាប់ក៏ជារឿងល្អដែលអាចទទួលបានផលចំណេញពាន់ជាមួយនឹងបញ្ហារឿងខុនដូនេះការពិតទៅវាគឺជារឿងល្អម្យ៉ាងដែរប៉ុន្តែសម្រាប់មនុស្សជំនាន់ថ្មីយុវវ័យឬក៏អ្នកដែលធ្វើកិច្ចការងារសកម្មនៅកណ្ដាលទីក្រុងឬក៏ធ្វើចំនួនអីជាដើមប៉ុន្តែដូរការពិតទៅវាគឺជាតម្លៃមួយសមរម្យក៏ប៉ុន្តែវាគឺជាកម្មសិទ្ធិសហកម្មសិទ្ធិដែលវាអាចនឹងធ្វើឲ្យងាយមានហានិភ័យខ្លះដែរសារតែខុនដូខ្លះការសាងសង់នេះវាត្រូវការហើយទាំងស្រុងហើយបើសិនជាសម្រាប់តែយើងទិញតែមួយបន្ទប់ប៉ុន្តែមានបន្ទប់តែ1តែ2តែ3ឬក៏10បន្ទប់វាមិនទាន់ហើយវាអាចធ្វើឲ្យកម្មសិទ្ធិរបស់យើងនឹងវាមិនអាចបានទទួលនៅឯកជនភាពក្នុងការរស់នៅបានលឿន
ហើយក៏មានហានិភ័យខ្លះផងដែរការលើកឡើងនេះគឺមិនមែនដើម្បីបំភ័យឲ្យទីផ្សារនៃខុនដូនេះជួបនៅបញ្ហានោះទេប៉ុន្តែយើងត្រូវសិក្សាអំពីការពិតមួយសិនជាខុនដូទាំងអស់នោះទទួលបាននៅការគ្រប់គ្រងទូលំទូលាយហើយសម្រេចបានតាមផែនការនៃកញ្ចប់ថវិកាដ៏ធំនៅក្នុងការអភិវឌ្ឍទទួលបាននៅសុវត្ថិភាពក៏គួរតែអាចទិញដែរក៏ប៉ុន្តែអ្វីដែលជាកម្មសិទ្ធិពេញលេញរបស់យើងគឺមិនស្មើទៅនឹងកម្មសិទ្ធិដែលយើងទិញដីឯកជនផ្ទាល់ឬក៏នៅខាងក្រៅខុនដូនោះទេប៉ុន្តែយ៉ាងណាក៏ដោយនៅក្នុងពេលបច្ចុប្បន្ននេះអង្គការធំកំពុងតែសម្រុកនៅក្នុងការអភិវឌ្ឍខុនដូនេះដោយសារតែទីផ្សាររបស់វាក៏កំពុងតែមានសន្ទុះផងដែរចំណុចនេះគឺយើងពិនិត្យមើលឃើញថាតើវាជាទីផ្សារអចលនទ្រព្យកើនឡើងពិតប្រាកដមែនឬក៏យ៉ាងណានៅក្នុងនេះគឺបើសិនជាគេវិភាគឃើញថាគឺអ្នកដែលវិនិយោគទៅលើខុនដូដូចជាអង្គការធំនេះគឺដោយសារតែគាត់មានទុនធំដើម្បីក្តោបទៅលើការអភិវឌ្ឍនេះបានហើយអ្វីដែលជាការអភិវឌ្ឍនេះគឺដើម្បីសម្រាប់អ្នកដែលមានតម្រូវការរស់នៅច្រើនជាងអ្នកដែលទិញសម្រាប់លក់ឬក៏ជួលនៅក្នុងបន្ទប់ខុនដូនោះដូច្នេះហើយគាត់អាចនឹងសិក្សាមើលឃើញអំពីតម្រូវការនៃអ្នកដែលទិញហើយម្យ៉ាងទៀតសម្រាប់យុវជនឬក៏គ្រួសារចំនួនថ្មីគាត់ដែលធ្វើការមមាញឹកនៅក្នុងទីក្រុងអាចស្ទះផ្លូវឬក៏អាចប្រើប្រាស់ពេលវេលាការទៅបំពេញការងារនៅក្នុងក្រុងនោះវាអាចមានការយឺតពេលខ្លះតម្លៃសមរម្យក៏ពួកគាត់ត្រូវការទិញនោះផងដែរនិយាយសរុបសេចក្តីមកមានន័យថាអ្វីដែលជាជំរឿសក្នុងការតើយើងគួរទម្លាក់លុយដើម្បីវិនិយោគឬក៏យើងគួរតែរក្សាទុកនៅប្រែខ្លួនមានតើមួយណាល្អជាងនៅក្នុងចំណុចនេះការពិតទៅហេតុអីបានជាយើងហ៊ាននិយាយបែបដូច្នេះគឺដោយសារតែយើងមើលឃើញថាបីជាបញ្ហាមាសគឺជាច្រកផ្លូវមួយដើម្បីយើងធ្វើការទម្លាក់ទុនដើម្បីទិញយ៉ាងណាក៏ដោយក៏ត្រូវតែមានការប្រយ័ត្នប្រយែងសារតែបច្ចុប្បន្ននេះមិនមែនត្រឹមតែសេដ្ឋកិច្ចរបស់កម្ពុជាទេគឺពិភពលោកគឺមិនទាន់មានភាពប្រកបនិយមនៅឡើយនោះទេមានន័យថាមិនទាន់មានភាពច្បាស់លាស់មិនមានភាពលំនឹងដោយសារតែសង្គ្រាមដោយសារតែវិបត្តិនៃសេដ្ឋកិច្ចរបស់ពិភពលោកដូចជាមិនទាន់ទាយទុកបានអញ្ចឹងហើយគេពិបាកក្នុងការប៉ាន់ស្មានអំពីព្យាករណ៍នៃកំណើន GDP របស់ពិភពលោកហើយក៏ដូចជានៅក្នុងកម្ពុជាយើងផងដែរយើងពិនិត្យទៅលើពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចកម្ពុជាដែលកំពុងតែមានអំពី GDP ឬក៏ចំណូលដុលគឺតាមរយៈនៃការលើកឡើងព្យាករណ៍របស់ធនាគារពិភពលោក World Bank បានលើកឡើងផងដែរថា GDP របស់កម្ពុជានៅឆ្នាំ2026នេះមានប្រមាណជា 4% ហើយអាចនឹងនៅក្នុងឆ្នាំ2027នេះអាចនឹងជិត 5%ដូច្នេះហើយវាឆ្នាំ2027ខាងមុខនេះគឺវាមានដំណើរសេដ្ឋកិច្ចល្អប្រសើរជាងឆ្នាំ2026ដូច្នេះហើយយ៉ាងណាក៏ដោយក៏គេមើលឃើញថាសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាកំពុងតែចាប់ផ្ដើមឬខ្លួនឬងើបខ្លាំងជាងពីឆ្នាំ2026ផងដែរនេះគ្រាន់តែជាការប៉ាន់ស្មានរបស់ធនាគារពិភពលោកតែប៉ុណ្ណោះ